វាសួរលោកគ្រូខ្ញុំសេងសូវិសាលមកពីក្រុម SV34 ថ្ងៃនេះខ្ញុំសូមមកធ្វើលំហាត់ទាក់ទងជាមួយនឹង Agent Password លំហាត់នេះដើម្បីយើងធ្វើលំហាត់នេះបានដំបូងខ្ញុំបានបង្កើត user ថ្មីមួយមានឈ្មោះ SV33 ដើម្បីយកមកធ្វើការតេស្តនៅក្នុងលំហាត់នេះបន្តមកទៀតនឹងត្រូវប្រើ command មួយទៀតគឺ sudo change.l sv33 ដើម្បីឆែកទៅលើ agent password របស់ user មួយហ្នឹងអញ្ចឹងយើងបើកមកយើងទទួលបានប៉ុណ្នេះគឺអត់ទាន់មាន password expire password inactive ឬក៏ account expire ទេអញ្ចឹងដំបូងយើងចូលទៅ set ទៅលើmaximum number of dates between password change ដើម្បី set ឲ្យ password ហ្នឹងថា expire រយៈពេលប៉ុណ្ណេះអញ្ចឹងយើងប្រើ command sudo change.m យើង set ទៅលើហ្នឹង60ថ្ងៃ SV33 អញ្ចឹងយើងប្រើ command នេះដើម្បី check មើលម្ដងទៀតអញ្ចឹងយើងទទួលបានកន្លែងនេះគឺដូរទៅជាលេខ60វិញមានន័យថា account នេះអាចប្រើ password ហ្នឹងបានរយៈពេលតែ60ថ្ងៃទេនឹង expire បន្តមកទៀតធ្វើការកំណត់ទាំងអស់ហ្នឹងទៅគឺ account expire date គឺយើងនឹងប្រើ command sudo change.e យើងកំណត់ឲ្យថ្ងៃទី2027ខែ12នៃ1គឺគាត់កំណត់មកទៀតយើងកំណត់ទៅលើminimum password minimum date minimum day between password change គឺថ្ងៃតិចបំផុតដែល user អាចបដូរ password ថ្មីបានមានន័យថាយើងកំណត់ត្រឹម50ថ្ងៃគឺដក m 55ថ្ងៃអញ្ចឹងមានន័យថា user មួយហ្នឹងគាត់ change password ហើយរយៈពេល55ថ្ងៃក្រោយគាត់អាច change បានយើងកំណត់មួយទៀតគឺ password expire warning ទាក់ទងជាមួយនឹងការ alert ឲ្យ user change password មុនរយៈពេល14ថ្ងៃមុនយើងឲ្យ account នេះ expire ដែល user អាចប្រើ account បានទៀតទេអញ្ចឹងយើងធ្វើប្រើ command sudo change.w 14 SV33 អញ្ចឹងបន្តទៀតយើងចូលទៅ check មើលគឺកន្លែងនេះគឺយើងបានកំណត់រួចរាល់ហើយឲ្យaccount expire នៅ2027ខែ12ថ្ងៃ1ហើយនឹង maximum number of date minimum គឺជាថ្ងៃដែលតិចបំផុតក្នុងការដូរ password គឺចន្លោះ55ថ្ងៃឡើងលើទើបអាចដូរ password ម្ដងទៀតបានហើយ password មួយអាចប្រើយ៉ាងយូរត្រឹម60ថ្ងៃហើយនឹងបន្ទាប់ពី expire គឺមានរយៈពេល14ថ្ងៃដើម្បីឲ្យ user ដូរ password បានចុងក្រោយសូមអរគុណលោកគ្រូដែលបានមើលវីដេអូនេះ